មាននិទានមួយលើកអំពីលោកតាចាស់អាយុជាង80ឆ្នាំគាត់កាប់ដីដើម្បីដាំកូនស្វាយហើយពេលនោះព្រះរាជាចេញពីព្រះនគរមកតតឃើញហើយក៏សាកសួរលោកតាកំពុងធ្វើអ្វីលោកឆ្លើយថាអោចៅតាកាប់ដីដើម្បីដាំនៅដើមស្វាយបានព្រះរាជាថាហើយមិនរងចាំល្ងាចតិចហើយមកកាប់អីទាំងកណ្ដាលថ្ងៃក្តៅអញ្ចឹងអោចៅលោកតាបើរងចាំល្ងាចចេះតែបានហើយប៉ុន្តែក្រែងលោល្ងាចមិនតន់លោកតានឹងវាប្រែប្រួលសុខភាពក្រែងលោល្ងាចមិនតន់នឹងលោកតាអាចថានឹងអស់ជីវិតចៅហើយការដាំនេះគឺជាប្រយោជន៍លោពេលដែលលោកតានឹងឯងនៅមានជីវិតនៅរស់លោកតាអាចបានបរិភោគស្វាយនឹងហើយមួយទៀតបើលោកតាដាំហើយថែស្រោចទឹកបានស្វាយនឹងរស់បើលោកតាមិនបានបរិភោគក៏ស្វាយនឹងបានតឲ្យមនុស្សចំនួនក្រោយបានបរិភោគអញ្ចឹងលោកតាធ្វើនឹងគឺទុកសម្រាប់កូនចៅចំនួនក្រោយបានជាប្រយោជន៍ដល់កូនចៅចំនួនក្រោយបានបរិភោគព្រះរាជាមានសេចក្តីរំភើបនិងមានសេចក្តីរីករាយសោមនស្សជាមួយនឹងសកម្មភាពជាមួយនឹងការដែលមិនចោលពេលវេលានឹងមិនឲ្យពេលវេលានឹងឯងហួសទៅបានជាកតិសម្រាប់មហាជនព្រះរាជារីករាយមហាបតីក៏បានឲ្យរាជបរោះនឹងឯងយកនៅប្រាក់ដ៏ច្រើនមកជូនលោកតាហ្នឹងហើយលោកតាក៏បានទទួលប្រាក់ពីព្រះរាជាហើយបានលោកតាលើកថាឃើញផលដែលស្វាយផលក្នុងការដាំស្វាយទាំងមិនរងចាំពេលវេលាហ្នឹងឥឡូវទូបង្គំនឹងឯងបានផលភ្លាមមិនចាំបាច់រងចាំ3 4ឆ្នាំ5ឆ្នាំទេហ្នឹងហើយព្រះរាជាសប្បាយបន្តិចឲ្យថែមទៀតហើយបានលោកតាលើកថាឥឡូវផលស្វាយហ្នឹងបានឲ្យផល2 ដងហើយរឿងនេះគឺជាគតិដើម្បីបានបងប្អូនញាតិញោមពុទ្ធបរិស័ទយើងពិចារណាថាពេលវេលាមិនរងចាំយើងទេពេលវេលាយើងត្រូវរូតរះប្រឹងប្រែងក្នុងការងារណាដែលយើងមិនតាន់ធ្វើឲ្យហើយដូចឥឡូវពេលនេះគឺតែយើងត្រូវមានសកម្មភាពឲ្យសកម្មជាមួយនឹងការងារជាមួយនឹងមុខរបរការរត់ទទួលទានហើយយើងចូលរួមស្មារតីតែមួយខ្មែរជួយខ្មែរក្នុងគ្រាដ៏លំបាកនេះ